ជំរាបសួរពុកម៉ែបងប្អូនចាំមើលមាត់ BA របស់ខ្ញុំណាញ៉ា BA របស់ខ្ញុំថ្ងៃនេះគឺកំងសម្លម្ជូរគ្រឿងសាច់គោក្រសាំងមើលទៅមាត់គាត់ញ៉ាំក៏ដឹងថាឆ្ងាញ់ដែរសម្លម្ជូរគ្រឿងនេះជាសម្លរបស់ខ្មែរហើយគ្រឿងផ្សំនោះដូចនៅក្នុងវីដេអូដែលនាងខ្ញុំបានផុសនៅខាងលើនោះសូមបងប្អូនអញ្ជើញទស្សនានាងខ្ញុំបុកគ្រឿងដោយខ្លួនឯងបងប្អូនចាសម្រាប់សម្លម្ជូរគ្រឿងនេះហើយសម្រាប់ប្រហុកវិញគឺនាងខ្ញុំចិញ្ច្រាំប៉ុន្តែនាងខ្ញុំអត់បានដាក់វីដេអូចិញ្ច្រាំប្រហុកក្នុងនេះទេការស្លម្ជូរគ្រឿងគឺមានភាពខុសគ្នាបន្តិចបន្តួចទៅតាមតំបន់នីមួយៗហើយនេះគឺជាការស្លប្រចាំគ្រួសាររបស់ខ្ញុំសាច់គោគឺខ្ញុំប្រើសាច់គោប្រឡោះឆ្អឹងជំនីគឺមិនផុយហើយក៏មិនស្វិតដែរហើយខ្ញុំយកសាច់នេះទៅហាន់ជាចំណិតហើយគឺច្របល់ជាមួយគ្រឿងតែម្ដងគឺជាមួយនឹងប្រហុកគ្រឿងបុកនិងក្រសាំងចាម្ជូរក្រសាំងយើងហ្នឹងហើយបន្ថែមនៅស្លឹកក្រូចសើចចាបន្ទាប់មកគឺនាងខ្ញុំដាក់នៅទឹកត្រីប៊ីចេងប្រេងខ្យងចានាងខ្ញុំអត់ប្រើស្ករទេសម្រាប់សម្លម្ជូរគ្រឿងបន្ថែមនៅម្សៅស៊ុបផងដែរឲ្យតែសម្លម្ជូររបស់ខ្មែរគឺអ្នកផ្ទះរបស់ខ្ញុំមិនប្រើស្ករទេនាងខ្ញុំយករសជាតិផ្អែមឡំពីខ្ទិះដូងវិញចានាងខ្ញុំយកសាច់និងគ្រឿងទៅកូរច្របល់នៅលើភ្លើងហើយរំងាស់ទាល់តែចេញទឹកព្រៃណាបងប្អូនចារំងាស់ភ្លើងល្មមបានហើយទាល់តែចេញទឹកព្រៃឲ្យសាច់យើងផុយល្អណាបងប្អូនចាកូរចុះកូរឡើងបែបនេះកុំឲ្យខ្លោចបាតឆ្នាំងបងប្អូនចាដើម្បីកុំឲ្យសម្លរបស់យើងទ្រលាន់គឺនាងខ្ញុំប្រើទឹកខ្ទិះដូងចុងទេណាបងប្អូនទឹកសម្លពុះនាងខ្ញុំភ្លក់មើលនិងថែមគ្រឿងទៅតាមរសជាតិក្រុមគ្រួសាររបស់នាងខ្ញុំបន្ទាប់មកគឺខ្ញុំថែមនៅបន្លែត្រកួនចាត្រកួនឆ្លក់ទឹកនេះគឺត្រូវធៀបជាមួយនឹងសម្លម្ជូរគ្រឿងនេះណាដើម្បីឲ្យសម្លម្ជូរគ្រឿងរបស់យើងមានរសជាតិកាន់តែឈ្ងុយនាងខ្ញុំប្រើនៅស្លឹកកន្ទ្រោកចាស្លឹកកន្ទ្រោកនេះនាងខ្ញុំយកទៅរោលភ្លើងហើយគឺបូតដាក់នៅក្នុងឆ្នាំងសម្លម្ជូរគ្រឿងតែម្ដងឃើញថាឈ្ងុយខ្លាំងណាស់ហើយរសជាតិនោះក៏ឆ្ងាញ់ផងដែរសម្លម្ជូរគ្រឿងរបស់ខ្ញុំគឺឆ្អិនរួចរាល់ហើយបងប្អូនរសជាតិឆ្ងាញ់ហើយឈ្ងុយស្លឹកកន្ទ្រោក BA របស់ខ្ញុំសប្បាយចិត្តណាស់ព្រោះគាត់បានញ៉ាំសម្លដែលគាត់ចូលចិត្តនាងខ្ញុំសូមអរគុណបងប្អូនដែលទស្សនាវីដេអូនេះសូមជម្រាបលា